open chord open chord បបពេលខ្មែរថាម៉េចអាកបើកម្យ៉ាងប៉ុន្តែបើសិនជាស៊ីជម្រៅយើងព្យាយាមបបពេលខ្មែរថាមិនបបពេលនៃភាសាខ្មែរយើងថាអាកនៅជំហរលេងដៃមានន័យថាយើងអត់ចាប់យើងកេះប៉ុន្តែដល់ពេលដែលយើងចាប់ហើយហេតុអីបានយើងនៅតែហៅថា open chord យើងនៅតែហៅថាអក្សរជំហរលេងដៃពីព្រោះកាលណាយើងនិយាយថាអក្សរមួយស្ថិតនៅក្នុងជំហរ open chord ឬក៏អក្សរមួយស្ថិតនៅក្នុងជំហរខ្សែកេះលេងដៃយើងត្រូវមើលថាយ៉ាងតិចគឺមានមួយខ្សែដែលយើងអត់ប្រើម្រាមដៃចាប់នោះហើយបានជាវាឲ្យឈ្មោះអក្សរនៅជំហរខ្សែកេះលេងដៃឬក៏ open chord អញ្ចឹងទៅយកចំណុចនេះឲ្យបានណាអញ្ចឹងចាប់ពីថ្ងៃនេះទៅកុំឆ្ងល់ទៀតមិនបានគេហៅ open chord do major ឃើញ do major ចាប់ខ្លះប៉ុន្តែមានខ្សែខ្លះអត់ចាប់ទេដូចខ្សែទី1អញ្ចឹងយ៉ាងតិចឲ្យតែមានមួយខ្សែដែលយើងអត់ចាប់ដែលរួមបញ្ចូលក្នុងអក្សរហ្នឹងយើងហៅអក្សរនឹងថាអក្សរជំហរខ្សែកេះលេងដៃខ្មែរយើងនិយាយវែងអញ្ចឹងយើងថា open chord អញ្ចឹងចាប់ពីពេលនេះតទៅកាលណាយើងថា open chord គឺយើងសំដៅទៅលើអញ្ចឹងអូខេច្បាស់ណា